cái níได้คือយើងនឹងមកឆ្លើយសំណួររបស់បងប្អូនទាំងអស់គ្នាដែលតែងតែសួរហើយខ្ញុំបាន select មកមួយចំនួនដើម្បីបកស្រាយជូនបងប្អូនទាំងអស់គ្នាតោះអញ្ចឹងយើងមកចូលសំណួរទី1របស់យើងទាំងអស់គ្នាបាទសំណួរទី1ហេតុអីបានជាគាត់ត្រូវជ្រើសរើសជាមួយនឹង Crime Pro ពណ៌ស្បែករបស់យើងបាទចម្លើយនោះគឺវាជួយបំលែងពណ៌ស្បែករបស់យើងពីពណ៌ខ្មៅស្រអាប់ឬក៏ពណ៌ស្បែកបាយហ្នឹងឲ្យទៅភ្លឺថ្លាឲ្យសស្មើសាច់ក៏ដូចជាជួយចម្រុះកោសិកាចាស់ៗផងដែរសំណួរទី2តើវាដំណើរការយ៉ាងដូចម្ដេចពេលដែលបងប្រើប្រាស់ទៅលើស្បែកហ្នឹងបាទអញ្ចឹងគឺងាយស្រួលមែនតើដូចលើនេះគេបានដាក់អញ្ចឹងគឺក្រែមបដូរពណ៌ស្បែកដងខ្លួនបាទអញ្ចឹងវាមានសារធាតុ bleaching វាជួយធ្វើឲ្យស្បែករបស់យើងហ្នឹងសស្មើស្អាតហើយវាអត់ប៉ះពាល់ដល់ស្បែករបស់បងប្អូនទេដោយសារតែវា bleach ហ្នឹងគឺយើង bleach ចម្រុះតែស្បែកយើងខាងលើនេះទេស្ទប់ខាងលើគេនេះគឺជាដំណើរការរបស់វាសំណួរទី3តើអាចប្រើលើរាងកាយតែមូលបានទេយើងអាចប្រើប្រាស់នៅលើដងខ្លួនរបស់យើងសពដងខ្លួនបាទទៅតាមកន្លែងដែលបងចង់ខាត់ជាពិសេសគឺយើងអត់ប្រើលើកណាត់កទេដោយសារតែផ្ទៃមុខរបស់យើងអត់ត្រូវការទេគឺយើងអាចប្រើជាមួយនឹងផលិតផលពីរនេះបានបាទមុខគឺអត់អាចប្រើបានទេបាទសូមបញ្ជាក់គឺសម្រាប់ដងខ្លួនសំណួរទី4តើបងអាចខាត់ស្បែករាល់ថ្ងៃបានអត់ជាក់ស្ដែងទៅគឺមិនអាចទេដោយសារតែវាធ្វើឲ្យស្បែករបស់បងប្អូនហ្នឹងស្ងួតខ្លាំងអញ្ចឹងមួយសប្តាហ៍គឺ2ទៅ3ដងទៅគឺអូខេហើយសំណួរទី5ប្រើប្រហែលថ្ងៃទៅឃើញលទ្ធផលជាទូទៅពេលដែលបងខាត់ភ្លាមបងនឹងឃើញប្រសិទ្ធភាពភ្លាមពេលដែលបងខាត់រយៈពេលទុក15ទៅ20នាទីហ្នឹងបងនឹងឃើញភ្លាមប៉ុន្តែវាទាមទារការដែលបងបំពន់ស្បែករបស់បងបន្ថែមដោយការជ្រើសរើសជាមួយនឹងការលាបឡេឬក៏ប្រើផលិតផលផ្សេងដើម្បីជួយចិញ្ចឹមស្បែករបស់បងអញ្ចឹងបងខាត់ដូចថា3ដងចុះអញ្ចឹងមួយសប្តាហ៍ហ្នឹងបងនឹងឃើញប្លែកបាទ